สุดท้ายว่าสำนักเขาประท้วงไว้นังสุดท้ายอ่อนบองปงอันสะเพอนึงบ้องตาปลูกขี้สมหนุ่มขาดบ้องเหมือนติดบ้านนี้มีไอ้บ้านตาอ่อนบ้องเนี่ยก็ระบาดพวกยังมาดัดแต่เสียก็ได้อมปีปลาตรลาดการปลูกจินเฟอร์หายปลูกยังมาใส่ปรมินตามการอันสิบเพลิงខ្ញុំបានតែងផ្លែត្រឡាចយកមកសិក្សាប៉ុន្តែខ្ញុំទទួលព័ត៌មានមិនគ្រប់សោះទើបខ្ញុំសូមឲ្យបងជួយបងប្អូនពិតជាឆ្លាតមែនតើឥឡូវនេះបងប្អូនបានរកឃើញប្រភពនៃចំណេះដឹងហើយប៉ុន្តែមុនបងប្អូនស្វែងយល់ពីផ្លែត្រឡាចបងចង់បងប្អូនឆ្លើយសំណួរខ្លួនបងសិនបើឆ្លើយត្រូវបងមានវត្តឲ្យតើខុសវិញបងដាក់ពីនេះណាមិនដែរអូខេអត់អូខេចឹងយ៉ាងស្ដាប់ណាតើផ្លែត្រឡាចគេអាចដាំទទួលបានផលល្អបំផុតក្នុងតំបន់អាកាសធាតុអ្វីខ្ញុំថាអាកាសធាតុក្តៅសើមគឺអាកាសធាតុត្រូពិកខ្ញុំក៏ថាអាកាសធាតុត្រជាក់បើខ្ញុំវិញខ្ញុំថាអាកាសធាតុក្តៅមិនដែរបងមួយណាត្រូវបងមិនដឹងដែរប៉ុន្តែបងសុំទុកជាចម្ងល់ដើម្បីបងប្អូនស្វែងយល់ខ្លួនឯងដូចនេះសូមស្វែងយល់ចម្លើយទាំងអស់គ្នាដែរបងប្អូនវីដេអូមួយនេះអរគុណបងវីដេអូនេះពិតជាដែលថាប្រយោជន៍ច្រើនដែលតែសេចក្តីរបស់ពួកខ្ញុំមែនទែនខ្ញុំដឹងថាត្រឡាចជាដំណាំពណ៌វាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយើងផងដែរដូច្នេះចាប់ថ្ងៃនេះទៅយើងគួរតែញ៉ាំបន្លែត្រឡាចបានច្រើនហើយពេលនេះផងដែរគួរដល់ពេលដែលបងប្អូនឆ្លើយត្រូវទទួលបានរង្វាន់ហើយនេះណាតានស្អាតមែនតើបើសំណាងអរគុណមកទាំងអស់គ្នាស្អាតអត់ស្អាតហើយបានរង្វាន់នៅមកដូចទៀតណោះហើយបងពីរចំណានគេមែនណាតែបងប្អូនក៏បានរង្វាន់ដែរតែជារង្វាន់ពីណីណាតានបាទអ្នកគ្នាខ្ញុំសូមអរគុណចំពោះការចូលរួមស្វែងយល់ពីមេរៀនថ្ងៃនេះដូច្នេះយើងជួបគ្នាក្រោយទៀតបាយបាយ